យើងត្រូវចេះស្រឡាញ់ខ្លួនឯងបើយើងចេះស្រឡាញ់ខ្លួនឯងឲ្យពិតប្រាកដណាយើងអត់កើតទុកនឹងអ្នកណាដែលមិនស្រឡាញ់យើងទេប៉ុន្តែនេះមកពីយើងអត់ចេះស្រឡាញ់ខ្លួនឯងដែរហ្នឹងយើងគិតមើលនៅក្នុងលោកនេះមានអ្វីដែលល្អជាងខ្លួនយើងជាមនុស្សល្អទៅទៀតមាននរណាមកជួយឲ្យយើងរួចពីបាបមាននរណាមកជួយឲ្យយើងរួចពីទុក្ខសូម្បីព្រះពុទ្ធអង្គក៏សម្ដែងឲ្យយើងមានខ្លួនឯងជាទីពឹងដែរសូម្បីតែព្រះពុទ្ធអង្គព្រះអង្គសម្ដែងថាបើអ្នកទាំងឡាយស្រឡាញ់ខ្លួនត្រូវចេះថែរក្សាខ្លួនអត្តានញ្ញេបយ៉ាងជាញារក្ខៃយនាងសុរក្ខតាំងបើដឹងថាខ្លួនជាទីស្រឡាញ់ក៏បីរក្សាខ្លួននឹងឯងឲ្យជាការរក្សាដ៏ល្អគេមិនស្រឡាញ់យើងហើយទៅឲ្យតែយើងចេះស្រឡាញ់ខ្លួនឯងទៅស្មានតែអ្នកដែលស្រឡាញ់យើងនឹងជួយយើងឲ្យរួចពីបាបបានដែរសូម្បីតែព្រះពុទ្ធអង្គក៏ជួយយើងបានផងយើងស្រឡាញ់ខ្លួនយើងតែម្នាក់ហ្នឹងគ្រប់គ្រាន់ហើយមិនចាំបាច់ទៀមទានអាណាទៀតទេប៉ុន្តែអាហ្នឹងវាมันអាចខត់ខាំងបានដែរបើយើងស្រឡាញ់ខ្លួនយើងប្រព្រឹត្តល្អយើងមានសទ្ធា